មុននឹងចូលដល់សាច់រឿងខ្ញុំសូមបញ្ជាក់ថាភ្នំ350ឬទួល350ដែលកងទ័ពកម្ពុជាកំពុងគ្រប់គ្រងគឺជាគោលដៅសំខាន់ដែលយោធាថៃចង់បានយ៉ាងអន្ទះសារនៅពេលជនរួមជាតិបានអានអត្ថបទនេះចប់នឹងដឹងពីកលល្បិចដែលពួកគេចង់បានភ្នំ350ខ្ញុំនឹងដាក់អត្ថបទភ្នំ350នេះនៅចុងអត្ថបទអនុទានបាននិយាយថានឹងជំរុញឲ្យកម្ពុជាចរចាចំនួនព្រំដែនតែទទូចថាប្រទេសថៃត្រូវតែគ្រប់គ្រងភ្នំ350ឡើងវិញត្រង់នេះបើឆន្ទៈរបស់អនុទាននិងយោធាថៃចង់ចរចាចាំបាច់អីទទូចចង់បានទួល350អនុទាននិយាយនៅទីស្នាក់ការកណ្ដាលគណៈភូមិចៃថៃថ្ងៃទី17ខែធ្នូឆ្នាំ2025នៅលើស្ថានភាពព្រំដែនថៃកម្ពុជាដែលឈានចូលដល់ថ្ងៃទី10ដែលឃើញទាហានខ្លួនបាត់បង់ជីវិតរាល់ថ្ងៃលោកបានបញ្ជាក់ថាប្រទេសថៃកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពតាក់ទងនឹងការស្លាប់លោកឆ្លើយមិនដឹងទេទៅសួរខាងយោធានៅពេលអ្នកកាសែតសួរអំពីស្ថានភាពនៅច្រកអានសេះអនុទានក៏បានឲ្យទៅសួរយោធាដោយលើកឡើងថាជាប្រតិបត្តិការយោធាគួរតែត្រូវបានពន្យល់ដោយអ្នកជំនាញពីព្រោះបញ្ហានេះពាក់ព័ន្ធនឹងសន្តិសុខជាតិនិងជីវិតរបស់ទាហានលោកមិនពន្យល់លម្អិតទេប៉ុន្តែលោកបានបន្ថែមថាលោកសង្ឃឹមថាស្ថានភាពនឹងបញ្ចប់យ៉ាងឆាប់រហ័សអ្នកយកព័ត៌មានបានសួរទៀតថាតើស្ថានភាពអាចត្រូវបានដោះស្រាយមុនចុងឆ្នាំនេះឬអត់អនុទានបានបញ្ជាក់ជាថ្មីថាគាត់បានទទួលចម្លើយពីរដ្ឋមន្ត្រីក្រសួងការពារជាតិរួចហើយឆ្លើយតែប៉ុណ្ណឹងខាងក្រោមនេះជាអត្ថបទដែលខ្ញុំបង្ហោះនៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ស្ដីអំពីយុទ្ធសាស្ត្រយោធាថៃចង់បានទួលឬភ្នំ350ថ្ងៃនេះ13វិច្ឆិកាខ្ញុំសូមនាំយកក្បួនយុទ្ធសាស្ត្ររបស់ទាហានថៃជូនបងវីរៈកងទ័ពកម្ពុជានៅសមរភូមិមុខនៅក្បួនយុទ្ធសាស្ត្រចង់ឲ្យបានប្រាសាទតាក្របីខ្មែររបស់ពួកទាហានសៀមចាំបាច់ត្រូវតែដណ្ដើមកាន់កាប់ទួល350ជាមុនសិនយុទ្ធសាស្ត្រនេះខ្ញុំជឿជាក់ថាសម្ដេចទាំងទ្វេនិងវីរៈកងទ័ពរបស់យើងដឹងច្បាស់ជាងអ្វីៗទាំងអស់អតីតទាហានព្រានថៃម្នាក់ឈ្មោះការកតខេតខោដែលធ្លាប់ប្រយុទ្ធកាលពីឆ្នាំ2011សមរភូមិប្រាសាទព្រះវិហារនិយាយថាដើម្បីយកប្រាសាទតាក្របីបានថៃចាំបាច់ត្រូវដណ្ដើមកាន់កាប់ទួល350ជាមុនសិនកាលនោះទាហានថៃមានការលំបាកខ្លាំងណាស់ដោយសារទីតាំងភូមិសាស្ត្រកងទ័ពកម្ពុជាបានកាន់កាប់ទួល350ធ្វើឲ្យកងទ័ពកម្ពុជាអាចត្រួតពិនិត្យមើលមូលដ្ឋានទាហានថៃដែលស្ថិតនៅទីទាបបានយ៉ាងច្បាស់ហើយបានបាញ់កាំភ្លើង K82 100 មីលីម៉ែត្រទម្លាក់មកលើមូលដ្ឋានរបស់ទាហានថៃចំគោលដៅល្អទាហាននោះនិយាយទៀតថាប្រសិនបើថៃវាយលោកកាន់កាប់ទួល350ទៀតត្រូវតែប្រុងប្រយ័ត្នក្របមីននិងមានរណ្ដៅដីគោស្រួចបន្ថែមទៀតមេតបអ្នករៀបចំផែនការគួរតែទម្លាក់ក្របបែកដើម្បីបំផ្លាញទីលានមីនរបស់ខ្មែរជាមុនសិនទើបវាយលោកបោះសម្អាតនឹងកាន់កាប់ទួល350នេះជាការកាត់បន្ថយការបាត់បង់កម្លាំងប្រយុទ្ធចំណុចនេះហើយដែលពួកទាហានសៀមចង់ឲ្យខ្មែរដោះមីនចេញពីតំបន់ប្រាសាទតាក្របីនោះដើម្បីពួកវាងាយស្រួលវាយលុកចូលអញ្ចឹងហើយមានតែការប្រយុទ្ធជុំទី2របស់ពួកវាវាយសន្ធាប់ទាំងកំភ្លើងធំទាំងA16ទម្លាក់ជញ្ជ្រាំនៅតំបន់ប្រាសាទតាក្របីដោយដែលអតីតទាហានព្រានថៃនិយាយដូចនេះមែនគេនិយាយថាប្រសិនបើមានការប្រយុទ្ធទៀតជុំទី2សូមឲ្យយោធាថៃប្រយុទ្ធពេញលេញបោះសម្អាតឲ្យធ្លាក់ភ្នំឲ្យអស់កាន់កាប់ប្រាសាទតាក្របីកាន់កាប់ទួល350មកវិញទាហានថៃនឹងមានសុវត្ថិភាពនេះជាការជួយដំណឹងដ៏តិចតួចរបស់ខ្ញុំយើងជឿជាក់ភាពរឹងមាំនិងក្លាហានអង្អាចរបស់វីរៈកងទ័ពកម្ពុជានិងយុទ្ធគុណរបស់សម្ដេចទាំងទ្វេដូច្នេះពេលនេះអត្ថបទនេះបានបញ្ជាក់ឲ្យយើងឃើញក្រយ៉ៅគូរបស់អនុទានដែលទទួលយកភ្នំ350ឬទួល350មកវិញការឈានពានរបស់ថៃ10ថ្ងៃមកនេះថ្ងៃទី7ដល់ថ្ងៃទី17ធ្នូវាវាយមិនបែកកម្លាំងកងទ័ពយើងនៅប្រាសាទតាក្របីដូច្នេះចង់ឲ្យកម្ពុជាចរចាហេតុអីអនុទានទទួលចង់គ្រប់គ្រងទួល350ឬនៅមានមហិច្ឆតាចង់វាយយកប្រាសាទតាក្របីនៅថ្ងៃណាមួយទៀតសូមពិចារណាទាំងអស់គ្នាប្រភពពី Page សូរិតផងដែរតាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា